បាទលោកនាងកញ្ញាជាទីមេត្រីមន្ត្រីគណៈបកភ្លើងទៀនហាងថាអតីតមន្ត្រីជាន់ខ្ពស់គណៈបកសង្គ្រោះជាតិមួយចំនួនដែលបានប្រកាសវិលចូលឆាកនយោបាយវិញហើយនោះដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យនិងរកយុត្តិធម៌សង្គមក្រោយពីពួកគេរួចផុតពីបំរាមនយោបាយរយៈពេល5ឆ្នាំកាលពីថ្ងៃទី16ខែវិច្ឆិកាកន្លងទៅបាទមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអាងថាគណៈបកកណ្ដាលអំណាចមិនបារម្ភអំពីកម្លាំងនៃការរួបរวมគ្នារវាងគណៈបកភ្លើងទៀនសម្រាប់ការបោះឆ្នោតនៅពេលខាងមុខនោះទេបាទពីរដ្ឋធានីវ៉ាស៊ីនតោនលោកជាតិចំណានរាយការណ៍ជុំវិញព័ត៌មាននេះគណៈបកភ្លើងទៀននឹងរៀបចំប្រារព្ធពិធីរំលឹកខួប27ឆ្នាំនៃការបង្កើតគណៈបកនៅព្រឹកថ្ងៃទី27ខែវិច្ឆិកានៅទីស្នាក់ការគណៈបកចន្ទៈខ្មែរស្ថិតនៅសង្កាត់ទន្លេបាសាក់ខណ្ឌចំការមររាជធានីភ្នំពេញទន្ទឹមនឹងនេះគណៈបកភ្លើងទៀនក៏ត្រៀមប្រកាសសមាជិកភាពអតីតមន្ត្រីជាន់ខ្ពស់គណៈបកសង្គ្រោះជាតិមួយចំនួនដែលរួចផុតពីបម្រាមនយោបាយរយៈពេល5ឆ្នាំហើយបន្តចូលរួមធ្វើសកម្មភាពនយោបាយជាថ្មីជាមួយគណៈបកភ្លើងទៀនរួមមានលោកកឹមសុភិរិទ្ធលោកជាពូចលោកម៉ោចសាផាននិងមន្ត្រីសំខាន់ៗមួយចំនួនទៀតអនុប្រធានគណៈបកភ្លើងទៀនលោកថាច់សេដ្ឋាប្រាប់វិទ្យុអេស៊ីសរ៉ៃនៅថ្ងៃទី26ខែវិច្ឆិកាថាអតីតមន្ត្រីគណៈបកសង្គ្រោះជាតិជាច្រើនអ្នកដែលធ្លាប់តស៊ូក្នុងឆាកនយោបាយកម្ពុជានិងទទួលបានការគាំទ្រពីពលរដ្ឋនៅតាមមូលដ្ឋានបានសម្រេចចូលរួមជីវភាពនយោបាយជាមួយគណៈបកភ្លើងទៀនជាបន្តបន្ទាប់លោកបញ្ជាក់ថាការត្រឡប់ចូលប្រឡូកក្នុងនយោបាយឡើងវិញនេះដោយសារតែពួកគាត់មើលឃើញថាគណៈបកភ្លើងទៀននៅតែរក្សាជំហរស្មារតីដើមក្នុងការតស៊ូដោយសន្តិវិធីឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមានតាមបែបប្រជាធិបតេយ្យលោកថាច់សេដ្ឋាជឿជាក់ថាសន្ទុះនៃនិន្នាការបែបនេះនឹងធ្វើឲ្យគណៈបករបស់លោកកាន់តែរឹងមាំនិងបង្កើនជំនឿដល់ពលរដ្ឋបន្ថែមទៀតសម្រាប់ការប្រកួតប្រជែងជាមួយបកកណ្ដាលអំណាចនៅក្នុងការបោះឆ្នោតឆ្នាំ2023ខាងមុខនេះខ្ញុំគិតថាពួកគាត់បានមើលឃើញគណៈបកភ្លើងទៀននៅតែរក្សាគោលជំហរដើមដដែលក្នុងការតស៊ូដើម្បីប្រជាពលរដ្ឋប្រទេសជាតិនិងដើម្បីការផ្លាស់ប្ដូរទៅពួកគាត់សម្រេចចិត្តមកត្រឡប់មកវិញហ្នឹងដោយសារមើលឃើញជំហរគណៈបកភ្លើងទៀនមិនមានអ្វីប្រែប្រួលណាជាមួយរឿងនេះអ្នកនាំពាក្យគណៈបកកណ្ដាលអំណាចលោកសុកអេសានថ្លែងថាការដែលអតីតមន្ត្រីគណៈបកសង្គ្រោះជាតិសម្រាប់ចិត្តជ្រើសរើសគណៈបកណាមួយឬបង្កើតបកនយោបាយថ្មីក្រោយសារដីការបស់តុលាការកំពូលហាមឃាត់សិទ្ធិនយោបាយផុតរលត់នោះគឺជាសិទ្ធិរបស់ពួកគេលោកអះអាងថាគណៈបកប្រជាជនកម្ពុជាមិនបារម្ភឬភ័យខ្លាចចំពោះចរន្តនៃការរួបរวมរបស់គណៈបកភ្លើងទៀននោះទេហើយបកលោកស្វាគមន៍ការប្រកួតប្រជែងសម្រាប់ការបោះឆ្នោតខាងមុខនេះព្រោះយើងគួរប្រជែងតែគណៈបកណូតាចឬមួយទុនខ្សោយឲ្យមកប្រកួតជាមួយយើងដល់ជាជំនះរបស់យើងក៏វាមិនមានអត្តន័យលេចធ្លោដែរទេបាទអញ្ចឹងយើងស្វាគមន៍ចំពោះគណៈបកណាដែលថាខ្លួននឹងមានសក្តានុពលហើយមានឥទ្ធិពលខ្លាំងនៅក្នុងសង្គមកម្ពុជាអានឹងយើងស្វាគមន៍ឲ្យបាទអត់មានជារ៉េឬមួយក៏អត់មានអន្តរជាតិចិត្តអីទេឬមួយក៏អត់មានភ័យខ្លាចសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនិងកិច្ចការអន្តរជាតិលោកអែមសវណ្ណារាមានប្រសាសន៍ថាទោះបីជាមន្ត្រីបកប្រឆាំងរួចផុតបំរាមសិទ្ធិនយោបាយរបស់តុលាការកំពូលក្តីតែលោកមើលឃើញថាពួកគេនៅតែរងនូវភាពអយុត្តិធម៌ស្របពេលដែលបរិយាកាសនយោបាយបច្ចុប្បន្នរដ្ឋាភិបាលមិនបានបង្ហាញសញ្ញានៃការបើកលំហសេរីភាពពលរដ្ឋនិងនយោបាយនៅមុនការបោះឆ្នោតឆ្នាំ2023ឲ្យបានប្រសើរតបតាមអនុសាសន៍របស់សហគមន៍ជាតិនិងអន្តរជាតិនៅឡើយទេទោះជាយ៉ាងណាក្តីអ្នកជំនាញផ្នែកនយោបាយរូបនេះយល់ថាមន្ត្រីដែលប្រកាសចូលរួមសកម្មភាពនយោបាយជាមួយបកភ្លើងទៀននៅពេលនេះនឹងទទួលបានការចាប់អារម្មណ៍ពីមហាជននិងជាសារប្រាប់ដល់ពលរដ្ឋឲ្យដឹងថាគណៈបកក្រៅរដ្ឋាភិបាលកំពុងធ្វើសកម្មភាពយ៉ាងសកម្មឡើងវិញការចូលរួមរបស់សកម្មជនគណៈបកក្រៅរដ្ឋាភិបាលឬការតែគណៈបកភ្លើងទៀនជាសកម្មភាពមួយសកម្មធ្វើមានការចាប់អារម្មណ៍ជាចរន្តនយោបាយមួយខ្លះក៏ប៉ុន្តែវាមិនទាន់ជាចរន្តមួយបង្ហាញថានឹងបើកលំហសេរីភាពនយោបាយខ្លាំងទេលុះត្រាតែគោលការណ៍ច្បាប់មួយចំនួនតែទៅបដិរយភាពលុះត្រាតែការគម្រាមកំហែងផ្សេងត្រូវបានលុបបំបាត់ឬកាត់បន្ថយនោះគឺគេហៅថាលំហសេរីភាពវាបច្ចុប្បន្ននេះគ្រាន់តែសកម្មភាពនយោបាយមានប៉ុន្តែលំហសេរីភាពមិនស្ទាត់បាយទូលាយរដ្ឋាភិបាលលោកហ៊ុនសែនបានរំលាយគណៈបកសង្គ្រោះជាតិដែលមានអ្នកគាំទ្រជិតពាក់កណ្ដាលប្រទេសកាលពីខែវិច្ឆិកាឆ្នាំ2017និងបានបំបិទសិទ្ធិថ្នាក់ដឹកនាំគណៈបកប្រឆាំងចំនួន118នាក់មិនឲ្យធ្វើនយោបាយរយៈពេល5ឆ្នាំព្រមទាំងដកហូតយកអាសនៈពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិរបស់គណៈបកសង្គ្រោះជាតិជាង 5000 នាក់ទៅចែកគ្នាកាន់កាប់កាលពីថ្ងៃទី16ខែវិច្ឆិកាឆ្នាំ2022គឺជាខួប5ឆ្នាំនៃការរំលាយគណៈបកសង្គ្រោះជាតិហើយក៏ជាថ្ងៃដែលអតីតមន្ត្រីជាន់ខ្ពស់ទាំង118រូបនៃគណៈបកសង្គ្រោះជាតិរួចផុតពីបំរាមធ្វើនយោបាយទោះជាយ៉ាងណានៅមានថ្នាក់ដឹកនាំដទៃទៀតរួមមានលោកសំរងស៊ីអ្នកស្រីមូសុខួរលោកអេងឆៃអៀងនិងមន្ត្រីសំខាន់ៗមួយចំនួនទៀតក្នុងចំណោម118នាក់មិនអាចវិលត្រឡប់ទៅចូលរួមនយោបាយនៅកម្ពុជាវិញបាននៅឡើយទេដោយសារតែនៅជាប់ទោសទណ្ឌនិងជាប់បណ្ដឹងពីតុលាការក្នុងសំណុំរឿងផ្សេងៗគ្នាគណៈបកភ្លើងទៀនដែលទទួលបានសម្លេងឆ្នោតលំដាប់ទី2បន្ទាប់ពីគណៈបកកណ្ដាលអំណាចក្នុងការបោះឆ្នោតឃុំសង្កាត់អាណត្តិទី5ថ្មីៗនេះក៏ប្រកាសស្វាគមន៍ដល់អ្នកស្នេហាជាតិអ្នកស្រឡាញ់ប្រជាធិបតេយ្យឲ្យមកចូលរួមជាមួយគណៈបកភ្លើងទៀនដើម្បីជាកម្លាំងចលករប្រជាធិបតេយ្យដ៏ធំមួយជាដរកជ័យជំនះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី7ឆ្នាំ2023ខាងមុខខ្ញុំបាទជាចំណាន Visual Assisray ពីរដ្ឋធានី Washington
បាទលោកនាងកញ្ញាជាទីមេត្រីលោកនាងកំពុងតាមដានស្ដាប់ការផ្សាយរបស់វិទ្យុអាស៊ីសេរីពីរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិកបាទមន្ត្រីសង្គមស៊ីវិលនិងអ្នកសិក្សាផ្នែកច្បាប់សំណុំពរឲ្យរដ្ឋាភិបាលកែលម្អនិងលើកកម្ពស់ប្រព័ន្ធយុត្តិធម៌សង្គមជំនួសឲ្យការដំឡើងឋានន្តរស័ក្តិមន្ត្រីតុលាការបាទពួកគេថារដ្ឋាភិបាលគួរតែផ្ដល់អំណាចដល់ស្ថាប័នតុលាការឲ្យមានភាពឯករាជ្យនិងលុបបំបាត់ការសូកប៉ាន់ជាជាងមានមន្ត្រីយុត្តិធម៌ច្រើនតែដំណើរការនីតិវិធីកាន់តែធ្លាក់ចុះបាទពីរដ្ឋធានីវ៉ាស៊ីនតោនលោកយុនសមៀនរាយការណ៍ជុំវិញព័ត៌មាននេះមន្ត្រីអង្គការសង្គមស៊ីវិលនិងអ្នកសិក្សាផ្នែកច្បាប់លើកឡើងថាទោះបីកម្ពុជាមានមន្ត្រីនៅក្នុងប្រព័ន្ធយុត្តិធម៌ច្រើនយ៉ាងណាក្តីក៏មិនអាចលើកកម្ពស់នីតិរដ្ឋនៅកម្ពុជាបាននោះឡើយដរាបណារដ្ឋាភិបាលជ្រៀតជ្រែកចូលកិច្ចការតុលាការការលើកឡើងនេះធ្វើឡើងបន្ទាប់ពីព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនីបានត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិឬថ្នាក់ដល់ព្រះអាជ្ញាចំនួន111រូបនិងចៅក្រមចំនួន170រូបកាលពីថ្ងៃទី25ខែវិច្ឆិកាក្នុងនោះក៏មានចៅក្រមសាលាដំបងរាជធានីភ្នំពេញលោករស់ពិសិដ្ឋដែលមានស្នាដៃចោទប្រកាន់និងកាត់ទោសអតីតសកម្មជនគណៈបកសង្គ្រោះជាតិពីបទរួមគំនិតក្បត់ជាច្រើនអ្នកផងដែរប្រធានសមាគមការពារសិទ្ធិមនុស្សអាត់ហុកលោកនីសុខាប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី26វិច្ឆិកាថាស្របពេលដែលនីតិរដ្ឋនៅកម្ពុជាមានចំណាត់ថ្នាក់ទាបស្ទើរដល់បាតតារាងរដ្ឋាភិបាលគួរងាកមកពង្រឹងប្រព័ន្ធយុត្តិធម៌សង្គមឡើងវិញលោកបន្តថារដ្ឋាភិបាលត្រូវផ្ដល់អំណាចដល់ប្រព័ន្ធតុលាការស្របទៅតាមច្បាប់ចែងនៅក្នុងរដ្ឋធម្មនុញ្ញដែលថាតុលាការជាស្ថាប័នឯករាជ្យទន្ទឹមគ្នានេះអំពើពុករលួយនៅក្នុងប្រព័ន្ធតុលាការក៏ជាមូលហេតុដែលធ្វើឲ្យមានអំពើអយុត្តិធម៌សង្គមកើតឡើងកាន់តែច្រើនឡើងផងដែរលោកបន្ថែមថារដ្ឋាភិបាលកម្ពុជាគួរតែលុបបំបាត់អំពើពុករលួយនៅក្នុងប្រព័ន្ធតុលាការជាមុនសិនមុននឹងតែងតាំងឬដំឡើងឋានន្តរស័ក្តិដល់មន្ត្រីដោយផ្អែកលើសមត្ថភាពនិងស្នាដៃដើម្បីលើកស្ទួយប្រព័ន្ធយុត្តិធម៌ឡើងវិញយើងឃើញថាតុលាការយើងគឺជាតុលាការមួយដែលមិនទាន់អនុវត្តបាននៅទូនាទីក្នុងជំហរឯករាជ្យទៅតាមអ្វីដូចមានចែងក្នុងរដ្ឋធម្មនុញ្ញគេថាអំណាចឯករាជ្យដាច់ពីអំណាចនីតិប្រតិបត្តិនិងអំណាចនីតិបញ្ញត្តិនឹងទេព្រោះតុលាការយើងវាស្ថិតនៅក្នុងការគ្រប់រំដាប់ទៅដោយនីតិប្រតិបត្តិជាពិសេសអញ្ចឹងយើងមិនទាន់មានឃើញការភាពឯករាជ្យរបស់តុលាការរបាយការណ៍ប្រចាំឆ្នាំ2022របស់អង្គការគម្រោងយុត្តិធម៌ពិភពលោកបានបង្ហាញថាកម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី139ក្នុងចំណោម140ប្រទេសលើពិភពលោកនៃការគោរពនីតិរដ្ឋនេះជាចំណាត់ថ្នាក់មួយទាបបំផុតដែលបង្ហាញឲ្យឃើញថារដ្ឋាភិបាលកម្ពុជាគ្មានការគោរពសិទ្ធិមនុស្សកំណើននៃអយុត្តិធម៌សង្គមអំពើពុករលួយនិងការគ្រប់គ្រងតាមរបៀបផ្ដាច់ការពាក់ព័ន្ធទៅនឹងរឿងនេះដែរអ្នកសិក្សាផ្នែកច្បាប់លោកវ៉ុនចាន់ឡូតយល់ឃើញថាការដំឡើងឋានន្តរស័ក្តិដល់មន្ត្រីនៅក្នុងប្រព័ន្ធយុត្តិធម៌ជិត300រូបនេះធ្វើឡើងគ្រាន់តែជាការប៉ះប៉ូវឬជាការផ្ដល់ប្រយោជន៍នយោបាយលោកបន្ថែមទៀតថាមន្ត្រីដែលទើបទទួលបានការដំឡើងឋានន្តរស័ក្តិនោះខ្លះធ្លាប់ចោទប្រកាន់លើសកម្មជនសិទ្ធិមនុស្សសកម្មជនបរិស្ថាននិងអ្នកទោសមនសិការលោកស្នើឲ្យរដ្ឋាភិបាលគួរតែកែលម្អប្រព័ន្ធយុត្តិធម៌ឲ្យคล้ายជាកន្លែងមួយកក់ក្ដៅសម្រាប់ប្រជាពលរដ្ឋហើយដើម្បីធានាថាការអភិវឌ្ឍសេដ្ឋកិច្ចរបស់ជាតិគឺដើម្បីជាពលរដ្ឋទូបានផលប្រយោជន៍ពីការអភិវឌ្ឍនោះការធានាបាននៅប្រព័ន្ធយុត្តិធម៌មួយដែលល្អត្រឹមត្រូវដែលអាចស្វែងរកការពិតសម្រាប់សង្គមបានគឺវាពិតជារួមចំណែកធានាថាប្រជាពលរដ្ឋទូទៅក៏ទទួលបានប្រយោជន៍ពីការអភិវឌ្ឍពីការដឹកនាំរបស់រដ្ឋាភិបាលនឹងប្រកបដោយសមធម៌ហើយនិងសមភាពនឹងបាទវិទ្យុអាស៊ីសេរីពុំទាន់អាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងយុតិធធម៌លោកចិនម៉ាលីនជុំវិញសំណើរបស់មន្ត្រីអង្គការសង្គមស៊ីវិលបាននៅឡើយទេនៅថ្ងៃទី26វិច្ឆិកាខ្ញុំយុនសាមៀនវិទ្យុអាស៊ីសេរីប្រធានាធិបតី Washington